បងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងខ្មោចដែលគួរឲ្យខ្លាចមួយដែលជាសាច់រឿងបទពិសោធន៍ពិតៗរបស់លោកពូម្នាក់ដែលគាត់ធ្លាប់បានជួបដោយផ្ទាល់នៅពេលដែលគាត់នៅមានវ័យជំទង់ហើយក៏ជារឿងរ៉ាវដែលគាត់ចងចាំរហូតមកដល់ពេលសពថ្ងៃនេះហើយមូលហេតុដែលគាត់បានជួបជាមួយនឹងហេតុការណ៍ដែលគួរឲ្យខ្លាចព្រឺក្បាលទាំងអស់នោះគឺដោយសារតែគាត់ជាក្មេងរស់នៅស្រុកស្រែចឹងក្មេងៗដែលរស់នៅស្រុកស្រែកាលពីជំនាន់មុននៅពេលដែលដល់រដូវវស្សាម្ដងគឺជាពេលវេលាមួយដែលពួកគេនឹងនាំគ្នាទៅរកត្រីហើយលោកពូម្នាក់នឹងគាត់ប្រាប់ថាគាត់ក៏ដូចជាក្មេងដទៃដែរគាត់បានទៅរកត្រីនៅក្នុងស្រែរបស់គាត់ក៏ដូចជាស្រែអ្នកជិតខាងប៉ុន្តែគាត់មិនមែនថាទៅរកហើយគាត់ត្រឡប់មកវិញទេគឺគាត់ទៅរកហើយគាត់ដេកចាំសន្ទូចឬក៏ដេកចាំទ្រូរបស់គាត់តែម្ដងព្រោះអីពេលយប់នឹងគាត់ត្រូវងើបទៅលើកដើម្បីដោះត្រីដែលជាប់ហើយយកមកទុកដើម្បីបិទនុយឡើងវិញម្ដងទៀតហើយការធ្វើបែបនេះអាចធ្វើឲ្យគាត់រកត្រីបានច្រើនជាងនឹងពីរបើធៀបជាមួយនឹងអ្នកដែលដាក់បង្កាយពីល្ងាចចោលហើយព្រឹកឡើងបានទៅមើលដោយសារតែហេតុនេះហើយបានជាពេលដែលគាត់ដេកចាំដោះត្រីឬក៏មើលត្រីរបស់គាត់ហ្នឹងគាត់បានជួបជាមួយនឹងហេតុការណ៍ដែលគួរឲ្យខ្លាចគឺមានវិញ្ញាណដែលគាត់មិនដឹងថាតើជាវិញ្ញាណអ្វីឲ្យពិតប្រាកដហ្នឹងបានដើរចូលមកស៊ីត្រីដែលគាត់អាំងព្រោះអីពេលប្រលប់នឹងគាត់អាំងត្រីទុកចោលអញ្ចឹងនៅពេលដែលគាត់អាំងហើយគាត់ឡើងទៅសម្រាកពេលយប់ពាក់កណ្ដាលត្រៀនហ្នឹងវាក៏បានមកស៊ីតែម្ដងហើយគាត់ដឹងថានោះវាមិនមែនជាមនុស្សនោះទេដូច្នេះដើម្បីចង់ដឹងថាតើហេតុការណ៍ឬក៏រឿងរ៉ាវទាំងអស់នេះវាមានសភាពគួរឲ្យខ្លាចដល់កម្រិតណាហើយតើស្រមោលដែលគាត់បានឃើញមកស៊ីរបស់គាត់នៅពេលដែលគាត់ដេកលក់ពាក់កណ្ដាលយប់ហ្នឹងតើជាអ្វីសូមចូលទៅស្ដាប់នៅសាច់រឿងរបស់លោកពូទាំងអស់គ្នាលោកពូម្នាក់ដែលគាត់មានឈ្មោះថាលោកពូភាពគាត់អត់មានលាក់ឈ្មោះនោះទេដោយសារតែគាត់ប្រាប់ថាវាគឺជារឿងពិតរបស់គាត់ដែលគាត់បានជួបនៅក្នុងអំឡុងពេលដែលគាត់មានអាយុប្រមាណជាង15ទៅ16ឆ្នាំហើយកើតឡើងនៅក្នុងអំឡុងឆ្នាំ1998វាគឺជារឿងរ៉ាវពិតមួយដែលពូភាពគាត់បានជួបប្រទះនៅពេលដែលគាត់ទៅដាក់បង្កាយរកត្រីនៅឯវាលស្រែជាមួយនឹងមិត្តភក្តិរបស់គាត់នៅពេលយប់ពូភាពគាត់បានប្រាប់ថាមុនពេលដែលហេតុការណ៍មួយនេះបានកើតឡើងចំពោះគាត់នៅពេលហ្នឹងគឺជារដូវវស្សាស្រូវស្រែរបស់អ្នកភូមិឬក៏ស្រូវស្រែរបស់គាត់ហ្នឹងគឺដុះលូតលាស់យ៉ាងល្អប៉ុន្តែមិនទាន់បានដកនោះទេព្រោះពេលដែលគាត់ឈរនៅលើភ្លឺស្រែមើលទៅកាន់ទីវាលដ៏ខៀវស្រងាត់ហើយនៅពេលដែលមានខ្យល់បក់បោម្ដងធ្វើឲ្យដើមស្រូវទាំងអស់នោះវារលកដូចជាទឹករលកអញ្ចឹងបណ្ដេញគ្នាមើលទៅពិតជាស្រស់ស្អាតខ្លាំងហើយនៅពេលដែលមានទឹកនៅក្នុងស្រែច្រើនអញ្ចឹងគឺជាពេលវេលាដែលគាត់ជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់គាត់ម្នាក់ដែលរាប់អានគ្នាយ៉ាងជិតស្និទ្ធនិងដើរលេងជាមួយនឹងគ្នាតាំងពីពេលដែលពួកគាត់នៅក្មេងៗមកម្លេះមិត្តភក្តិរបស់គាត់ម្នាក់ហ្នឹងគឺមានឈ្មោះថាដាប៉ុន្តែគេតែងតែហៅវាថាអាជុកដោយសារតែពេលគេនៅក្មេងហ្នឹងគឺអាជុកអត់ដូចក្មេងដទៃទៀតនោះទេវាធ្លាក់ខ្លួនឈឺជាញឹកញាប់រហូតដល់ពុកម្ដាយរបស់វាទៅយកឲ្យគ្រូមើលហើយដល់ពេលយកឲ្យគ្រូមើលគ្រូនោះប្រាប់ថាកុំកាត់សក់ឲ្យវាស្អាតអីកោតែងល់ទុកតែជុកបន្តិចឲ្យវាទៅបានហើយនោះវានឹងលែងឈឺហើយដល់ទៅពេលដែលពុកម្ដាយរបស់ជុកធ្វើតាមសម្ដីរបស់គ្រូអញ្ចឹងអាជុកក៏លែងឈឺចាប់តាំងពីពេលនឹងមកទៅហើយវាក៏ជាប់ឈ្មោះថាអាជុករហូតមកដល់សពថ្ងៃនេះទោះបីជាពេលនេះវាមានសក់ក្បាលពេញក្បាលមិនដូចជាកាលពីមុនក៏ដោយប៉ុន្តែឈ្មោះមួយនេះគឺបានជាប់តាំងពីពេលដែលវានៅក្មេងមកម្លេះហើយគាត់ក៏ជាប់មាត់ហៅវាជុកដូចជាគេដូចជាឯងដែរនៅពេលមួយភាពបានទៅស្រែជាមួយនឹងឪពុកម្ដាយរបស់គាត់បន្ទាប់ពីឪពុកម្ដាយឡើងមកផ្ទះវិញភាពជាមួយនឹងអាជុកដែលមានស្រែក្បែរគ្នាហ្នឹងពួកគាត់គិតថាចង់ដាក់បង្កាយបន្តិចសិនដើម្បីយកត្រីគ្រាន់តែធ្វើម្ហូបព្រោះអីអ្នកដទៃទៀតគេក៏ធ្វើបែបនឹងដែរដោយសារតែនៅរដូវដែលមានទឹកច្រើនអញ្ចឹងគឺវាសម្បូរត្រីវាមិនដូចជាពេលវេលាសម័យនឹងនោះទេដែលតាមពីស្រែវាអត់សូវសម្បូរត្រីដោយកាលពីសម័យមុនប៉ុន្តែសម័យមុនវិញគុំថាឡាយក្តាមខ្យងត្រីសំបីតែកូនកែបអីហ្នឹងក៏សម្បូរដែរអញ្ចឹងហើយបានធ្វើឲ្យអ្នកស្រុកស្រែកាលពីសម័យមុនមិនសូវជាខ្វះនៅម្ហូបអាហារនោះទេចំណែកជុកវិញដល់ទៅពេលឃើញថាសម្បូរត្រីច្រើនអញ្ចឹងគាត់ក៏បានទៅយកបង្កាយរបស់គាត់ដើម្បីយកមកដាក់ជាមួយនឹងនាយជុកគេក៏បានយកបង្កាយរបស់គេ
យកមកដាក់ដូចគ្នាដែរហើយស្រែរបស់ពួកគាត់ហ្នឹងគឺនៅមិនឆ្ងាយពីអូប្រមាណនោះទេដែលជាហេតុធ្វើឲ្យពួកគេនឹងងាយស្រួលនៅក្នុងការដាក់បង្កាយបើសិនជាស្រែមិនសូវមានត្រីដាក់តែតាមមាត់អូនឹងក៏មិនដឹងថាយកត្រីទៅណាអស់ដែរប៉ុន្តែគឺពួកគាត់ទាំងពីរនាក់យកទាំងបង្កាយមកយកទាំងទ្រូមកផងដែរព្រោះអីដាក់តាមស្រែចឹងគឺដាក់ទ្រូទៅត្រីទៅណាក៏មិនរួចដែរចំណែកដាក់បង្កាយគ្រាន់តែដាក់ចោះតែប៉ុណ្្នឹងឯងហើយនៅពេលដែលពួកគាត់ទៅយកបង្កាយនិងទ្រូមកដាក់បន្ទាប់ពីដាក់ហើយនឹងមេក៏ចាប់ផ្ដើមរៀងល្ងាចល្មមអញ្ចឹងពួកគាត់ត្រូវនាំគ្នាត្រឡប់ទៅផ្ទះវិញសិនដោយភាពគាត់ប្រាប់ថាយើងគិតថាយប់នេះយើងនឹងមកចាំបង្កាយរបស់យើងដោយយើងនឹងដេកនៅក្នុងរោងចាំស្រូវរបស់យើងនឹងតែម្ដងចំណែកនេះជោគវិញឲ្យតែភាពប្រាប់អីគឺតែងតែធ្វើតាមព្រោះអីភាពគេក៏គិតអញ្ចឹងដែរបើសិនជាដាក់ចោលរហូតដល់ព្រឹកថាមិនត្រូវអ្នកដែលមកមុននឹងអាចនឹងដោះត្រីរបស់ពួកគេនឹងក៏ថាបានដែរអញ្ចឹងគឺមានតែដេកចាំតែម្ដងទៅដើម្បីបានត្រីច្រើនណាមួយនៅពេលដែលមានត្រីធំស៊ីពួកគាត់អាចទៅដោះហើយនឹងដាក់បិទនុយថ្មីហើយអាសន្ទូចមួយហ្នឹងវាក៏អាចរកត្រីបានផ្សេងទៀតដែលជាហេតុធ្វើឲ្យរកត្រីបានច្រើនក្នុងរយៈពេលត្រឹមតែមួយយប់ហ្នឹងឯងអញ្ចឹងពួកគាត់ទាំងពីរនាក់ក៏បានគិតគ្នាបែបនេះហើយភាពប្រាប់ទៅកាន់នាយជោគថានៅពេលដែលឯងស៊ីបាយរួចហើយឯងដើរទៅផ្ទះរបស់យើងទៅចាំយើងមកទាំងអស់គ្នាអញ្ចឹងពួកគាត់ទាំងពីរនាក់បាននាំគ្នាត្រឡប់ចូលទៅក្នុងភូមិវិញនិងដើរទៅកាន់ផ្ទះរៀងខ្លួនប៉ុន្តែចៃដន្យអីល្ងាចនឹងបែរជាមានភ្លៀងធ្លាក់ចាប់តាំងពីពេលដែលពួកគាត់នឹងដើរទៅដល់ផ្ទះមកម្លេះបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមួយប្រាវទៅវាក៏ចាប់ផ្ដើមរាំងម្ដងបន្តិចប៉ុន្តែអត់ទាន់ដាច់ទឹកនោះទេនៅតែរលឹមស្រេចដដែលដែលធ្វើឲ្យភាពនឹងនាយជោគនោះគាត់ថាបើមានភ្លៀងអញ្ចឹងប្រហែលជាមានត្រីស៊ីសន្ទូចរបស់ពួកគាត់ច្រើនជាមិនខានម៉ោង 6:07 នៅពេលដែលនាយភាពបំរុងនឹងទទួលទានបាយនៅពេលយប់ស្រាប់តែឃើញភ្លើងពិលរបស់អាជោគបានមកដល់មុខផ្ទះរបស់គាត់បាត់ទៅហើយថែមទាំងបានស្រែកហៅភាពថាឲ្យប្រញាប់ថែមទៀតផងចំណែកឯភាពដែលមិនទាន់មានបាយមួយគ្រាប់ចូលពោះបានស្រែកប្រាប់តបទៅវិញថាចាំតិចសិនអញមិនទាន់ទាំងនឹងបានបាយមួយម៉ាត់ផងមិនមកចូលមកអង្គុយលេងផ្ទះអញសិនមកចាំអញបាយហើយសិនប៉ុន្តែត្រូវបាននាយជោគនឹងបើកទ្វាររបងបណ្ដើនិងដើរចូលមកបណ្ដើស្រែកប្រាប់ថាមិនដឹងជាបាយស្អីទេអញយកបាយមកតើអញក៏មិនទាន់បានបាយដែរចាំទៅបាយនៅកន្លែងទាំងអស់គ្នាតែម្ដងទៅកុំឲ្យវាយូរកាដោយសារតែឥឡូវហ្នឹងវាក៏យប់ទៅហើយដែរឲ្យលឿនមកមិនចាំបាច់យកអីមកទេអញត្រៀមរួចអស់ហើយចាំទៅបាយទាំងអស់គ្នានៅក្នុងរូងតែមកទៅដល់ទៅពេលលឿនអញ្ចឹងភាពក៏មិនដាច់ចិត្តឲ្យអាជុករងចាំនៅមុខផ្ទះកណ្ដាលភ្លៀងដែរព្រោះអាជុកនឹងវាអត់ព្រមដើរចូលមកនោះទេដែលវាគិតថាបើវាដើរចូលមកភាពច្បាស់ជាឲ្យវាចាំខ្លួនដើម្បីញ៉ាំបាយហើយអញ្ចឹងហើយបានជាវាអត់ព្រមដើរចូលមកនោះទេចំណែកឯភាពវិញក៏បានប្រញាប់ប្រញាល់ទៅទាញរបស់របរឬក៏ឧបករណ៍ដូចជាបោតដាក់ត្រីហើយនឹងពិលអាគុយដែលត្រូវឆ្លោះត្រីនឹងឯងបន្ទាប់ពីទាញរួចហើយនឹងគេក៏បានស្រែកប្រាប់ម្ដាយរបស់គេថាឲ្យបិទទ្វារទៅព្រោះអីគេចេញទៅហើយបន្ទាប់ពីស្រែកប្រាប់បែបនេះហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមនាំគ្នាចេញដំណើរទៅប៉ុន្តែពិលរបស់ភាពនឹងឃើញថាដូចជាអត់សូវភ្លឺច្បាស់នោះទេមើលទៅប្រហែលជាអាគុយរបស់គេចិត្តអស់ហើយនៅសល់យ៉ាងច្រើនណាស់ត្រឹមតែ 30% អីតែប៉ុណ្ណោះបានជាភ្លើងពណ៌ឡើងលឿងភ្លឺមិនសូវច្បាស់តើបណ្ដាភាពលន់មាត់ថាចប់ហើយអញមិនដឹងថាឆ្លងផុតយប់នេះឬក៏អត់នោះទេបើភ្លើងពិលមើលទៅលំអញ្ចឹងហើយជាពុកអញគាត់ភ្លេចបញ្ចូលអាគុយឯងមើលទៅបានជាអាគុយចិត្តអស់ចឹងមិនដឹងថាយ៉ាងណាយ៉ាងណីទេបើថាអាគុយរបស់អញអស់កុំភ្លេចឲ្យអញខ្ចីអាគុយរបស់ឯងប្រើផងណាហើយជុកនោះគេក៏ងក់ក្បាលព្រោះតែអាគុយរបស់គេនឹងគឺភ្លឺឡើងចាំងដោយសារតែឪពុករបស់ជុកនោះគាត់បានយកអាគុយនេះទៅបញ្ចូលកាលពីព្រឹកមិញដល់ទៅពេលល្ងាចឡើងគាត់ទៅយកហើយយកមកប្រើអញ្ចឹងធ្វើឲ្យភ្លើងវាភ្លឺច្បាស់ហើយបានឆ្ងាយថែមទៀតផងពួកគេទាំងពីរនាក់បានដើរតាមផ្លូវបណ្ដើទាំងដែលមេឃនោះកំពុងតែរលឹមស្រេចមិនទាន់បាត់ដំណក់នៅឡើយនោះទេដើរបណ្ដើមានអារម្មណ៍ថាត្រជាក់និងញាក់អោបដៃតាមផ្លូវបណ្ដើប៉ុន្តែភាពបានសួរទៅកាន់ជោគថាហើយចង់ឯងថាចាំទៅបាយនៅរោងទាំងអស់គ្នានឹងបានម្ហូបអីដែរងាកមកកាន់ជោគវិញបានប្រាប់ថាវាគ្មានម្ហូបអីនោះទេ
គឺមានតែបាយនិងទឹកត្រីជាមួយនឹងបុកអំពិលខ្ចីតែប៉ុណ្្នឹងឯងឬបែបនេះធ្វើឲ្យភាពភ្ញាក់ព្រឺតហើយចាស់បតមានម្ហូបឲ្យស៊ីជាមួយអីហើយប្រងឲ្យស៊ីបាយទៅទេមែនឬក៏ឲ្យស៊ីបាយមួយទឹកត្រីឲ្យយកមកហ្នឹងជុកប្រាប់ថាអានេះល្ងងមែនវ៉ៃនៅស្រែយូរហើយធ្វើដូចជាអ្នកទើបតែមកពីទីក្រុងណាចោះក្រែងថ្ងៃហ្នឹងដាក់បកាយត្រីឯងពេលឯទៅហ្នឹងឯងទៅចាប់ត្រីយកមកដុតស៊ីជាមួយនឹងទឹកត្រីហើយនឹងព្រឹកខ្ចីទៅវាជាប់បាត់ទៅហើយប៉ុណ្ណឹងក៏គិតមិនយល់ដែរអានេះពិតជាភ្លឺមែនណានៅពេលដែលលឺជុកនិយាយចឹងភាពក៏ងក់ក្បាលថាក្រនបើឯងចេះនឹកឃើញតួណាលោកថាលើកនេះឯងឆ្លាតទៅចោះដើរបណ្ដើរគោពោះបណ្ដើរប៉ុន្តែអត់ទាន់ហ៊ានមាត់នោះទេព្រោះឯបន្តិចទៀតពួកគេនឹងទៅដល់រោងហើយបន្ទាប់ពីដើរមិនយូរប៉ុន្មានក៏បានដល់វាលស្រែហើយបន្ទាប់មកពួកគេក៏បាននាំគ្នាចូលទៅក្នុងរោងនៅលើដីស្រែរបស់នាយភាពព្រោះតែឪពុករបស់ភាពនោះគាត់ធ្វើរោងរាងធំដែរមានតែក្រែតែប៉ុណ្ណោះហើយនឹងដំបូលធ្វើពីស្លឹកត្នោតប៉ុន្តែអត់មានជញ្ជាំងនោះទេព្រោះតែនេះគ្រាន់តែជារោងដើម្បីការពារក្តៅនិងការពារភ្លៀងតែប៉ុណ្្នឹងឯងមិនមែនសម្រាប់ស្នាក់នៅឡើយប៉ុន្តែដល់ទៅពេលពួកគេមកស្នាក់នៅអញ្ចឹងគឺមានតែចូលទៅដុតភ្លើងដើម្បីកម្ដៅខ្លួននិងការពារកុំឲ្យមូសខាំតែប៉ុណ្្នឹងឯងនៅពេលដែលចូលទៅដល់រោងយករបស់របរទុកដាក់រួចហើយជុកវាបានប្រាប់ថាឥឡូវឯងនៅកន្លែងហ្នឹងហើយប្រកាសភ្លើងកាត់អីឲ្យហើយទៅអញទៅមើលរកដល់បងកាយបន្តិចសិនកន្លែងដូរថាបានត្រី 4-5 គ្រាន់តែយកមកដុតសម្រាប់បាយយប់នឹងព្រោះអីអញក៏រៀនគោពោះហើយដែរបន្ទាប់ពីនិយាយបែបនេះហើយគេក៏បានពាក់ពិលនៅលើក្បាលជាមួយនឹងអាគុយស្ពាយពីជំហៀងគឺអាគុយតូចមួយនឹងបានប្រញាប់ចេញដំណើរទៅកន្លែងដែលគេបានដាក់បង្កាយតាមវាលស្រែបាត់ទៅចំណែកឯភាពនៅវិញគេប្រញាប់ជើងបង្កាត់ភ្លើងដើម្បីទុកអាំងត្រីផងនិងដើម្បីបំពួកភ្លើងឲ្យមានផ្សែងច្រើនដើម្បីកុំឲ្យមូសមកខាំទៅបាត់ឡើងមួយសន្ទុះទើបឃើញជុកត្រឡប់មកវិញដោយមានត្រីផ្ទុកធំនោះរហូតដល់ទៅ2ចំណែកត្រីអណ្ដែងគឺមានមួយក្បាលហើយមានក្តាមគ្រងរហូតដល់ទៅ3ឯណោះគឺជាក្តាមដែលមានដង្កៀបធំនឹងឯងឃើញអញ្ចឹងភាពក៏បានប្រញាប់យកត្រីនោះដើម្បីយកមកដាក់អាំងព្រោះឯនៅពេលនេះគេរងចាំឲ្យជុកឡើងរមូលពោះទៅហើយបន្ទាប់ពីដាក់អាំងបណ្ដើរជជែកគ្នាលេងបណ្ដើរនឹងស្រាប់តែអាជុកបានដកយកស្រាសចេញមកពីដបទឹកសុទ្ធមួយដបដោយទប់សុទ្ធមួយដបហ្នឹងគឺរាងធំជាងដបទឹកសុទ្ធយើងកាលពីសម័យនេះដបទឹកសុទ្ធដែលគាត់និយាយនោះបើតាមគាត់ចាប់បានគាត់ប្រាប់ថាតម្លៃត្រឹមតែមួយដប300តែប៉ុណ្ណោះប៉ុន្តែធំជាងមួយដប1000ឬក៏មួយដប500សម័យយើងឥឡូវនេះទៀតអ្នកដែលកើតទាន់កាលពីជំនាន់មុនប្រហែលជាស្គាល់ដបទឹកសុទ្ធនឹងហើយមើលទៅនៅពេលដែលភាពឃើញអាជុកយកស្រាសមកអញ្ចឹងវាក៏លន់មាត់ថាយីហើយអានេះឲ្យយកស្រាមកផឹកអញ្ចឹងហើយឲ្យខ្លាចស្រវឹងធ្លាក់ទឹកទេអីប៉ុន្តែអាជុកនោះប្រាប់ថាយីចុះឯងផឹកតិចទៅផឹកគ្រាន់តែកម្ដៅពោះទៅបានហើយឯងចាំបាច់ទៅផឹកឲ្យស្រវឹងអីហើយមិនឃើញមើលមេឃកំពុងតែភ្លៀងស្រីទេអីបើស្អែកមិនផឹកកម្ដៅពោះទេហើយស្មានថាដេកលក់ស្រួលហើយទៅចាក់ចង្ងប់ហ្នឹងណាមួយរោងរបស់ឯងនេះឲ្យឯងធ្វើអត់មានដាក់ជញ្ជាំងដែលអត់មានដាក់អីផងមានតែដំបូលនឹងក្រែហ្នឹងឲ្យទៅដេកនៅហាលវាខ្យល់មិនអញ្ចឹងផឹកតិចទៅដើម្បីកម្ដៅពោះយើងនៅយប់ហ្នឹងកុំឲ្យវារងាខ្លាំងពេកហើយភាពគេក៏បានធ្វើទៅតាមអ្វីដែលជោគបានប្រាប់ព្រោះអីឲ្យជោគនោះវានិយាយសមហេតុផលមែនអញ្ចឹងពួកគេទាំងពីរនាក់ក៏បានអង្គុយអាំងត្រីបណ្ដើរនិងបាយបណ្ដើរអាណាឆ្អិនមុនដាក់មុនទៅជាពិសេសក្តាមគ្រោះនឹងតែម្ដងនៅពេលដែលអាំងវាទៅហើយខ្លាញ់របស់វាស្រក់ចូលទៅលើភ្លើងលឺសូរតែឈូធ្វើឲ្យធុំក្លិនឈ្ងុយខ្លាំងមែនទែនបន្ទាប់ពីទទួលទានបាយហើយក៏ដល់ពេលដែលពួកគេត្រូវដបមានម្ដងតែប៉ុន្តែពួកគេទាំងពីរនាក់មិនមែនជាអ្នកដែលមានជំនាញនៅក្នុងការផឹកឬក៏ប្រមឹកអីនោះទេផឹកដូចជាអ្វីដែលជប់និយាយអញ្ចឹងគឺផឹកដើម្បីតែកម្ដៅពោះកុំឲ្យតែរងាតែប៉ុណ្្នឹងឯងដោយសារតែរោងនេះវារហូតលហេវខ្លាំងពេកជប់ឡើងត្រូវខ្យល់ដឹងតែត្រជាក់ហើយអញ្ចឹងហើយបានជាឪពុករបស់ជោគឲ្យយកស្រាមួយដបផឹកដើម្បីឲ្យវាមានកម្ដៅនៅក្នុងខ្លួនមិនមែនផឹកឲ្យស្រវឹងនោះទេអញ្ចឹងពួកគេទាំងពីរនាក់ក៏បានដកមេម្នាក់បន្តិចកំពុងតែអង្គុយដកមេសុកហ្នឹងស្រាប់តែឮសំឡេងត្រីបោកលសូក្ដាំងបើតាមស្ដាប់មើលទៅប្រហែលជាត្រីនោះស៊ីបង្កាយរបស់នរណាម្នាក់គឺជារបស់ជោគនឹងឯងបើតាមស្ដាប់កន្លែងដែលដាក់បង្កាយនោះដល់ទៅពេលលឺអញ្ចឹងអាជួក៏ប្រាប់ថាអូសំឡេងនេះ
ត្រីមិនតូចទេយ៉ាងហោចណាស់ក៏ប៉ិនកំភួនជើងឲ្យដែរអញ្ចឹងអញប្រញាប់ទៅដោះបន្តិចសិនក្រែងលោថាទុកចោលទៅវាធ្វើឲ្យរបូតទៅបាត់ព្រោះអីបើបានមួយនេះគឺដឹងតែគ្រប់ម៉ោងបន្ទាប់ពីនិយាយអញ្ចឹងហើយជុកក៏បានប្រញាប់ពាក់ពិលរបស់គេនិងប្រញាប់រត់ទៅកន្លែងដែលគេបានលើសំឡេងបោកត្រីនោះចំណែកភាពវិញគឺកំពុងតែអង្គុយនៅក្នុងរោងតែម្នាក់ឯងមិនទាន់បានទៅមើលបង្កាយរបស់ខ្លួនបានម្ដងផងដោយសារតែជុកនោះគឺវាចេះតែទៅមើលនេះទៅមើលនោះធ្វើឲ្យខ្លួននឹងមិនទាន់បានទៅមើលនោះទេមិនដឹងថាបង្កាយរបស់ខ្លួនបានជាប់ត្រីបានខ្លះហើយឬក៏នៅប៉ុន្តែគាត់ថាចាំមើលពេលអាជុកមកវិញចាំទៅមើលបង្កាយរបស់ខ្លួនវិញម្ដងអញ្ចឹងគឺមានតែអង្គុយអាំងត្រីអាំងក្តាមដើម្បីរងចាំវាត្រឡប់មកវិញតែប៉ុណ្ណោះអាំងចោះអាំងឡើងអត់ទាន់ឃើញអាជុកត្រឡប់មកវិញទាល់តែសោះហើយចោះវាទៅណាក៏យូរម្លេះមកត្រឹមនឹងសង់ដល់ទៅពេលកលេចមើលទៅអត់មានឃើញភ្លើងពើរបស់អាជុកនោះទេនិយាយទៅគឺងងឹតឆឹងតែម្ដងអត់ដឹងថាវាទៅណាធ្វើឲ្យភាពនោះរៀងឆ្ងល់ដែរលុះដល់ពេលដែលកលេចចុះកលេចឡើងក៏ស្រាប់តែឃើញអាជុកនោះវាកំពុងតែឈរស្ទង់ចម្ងាយប្រមាណជា25ទៅ30ម៉ែត្របើតាមមើលទៅនោះហើយភ្លើងពិលនេះភ្លឺអត់ដល់ទៀតដោយសារតែអាគុយនឹងភ្លើងវាខ្សោយប៉ុន្តែឃើញតែស្រមោលរបស់ជោគឈរតែប៉ុណ្ណោះដល់ទៅពេលឃើញអាជុកឈរស្ងៀមកដាភ្លើងអញ្ចឹងភាពបានសួរថាអាជុកហើយវិថីឯងបានជាទៅឈរនៅកដាភ្លើងអញ្ចឹងឯងមិនប្រញាប់មកវិញហើយចោះត្រីបោកបាញ់មិញនេះត្រីវាប៉ុណ្ណាទៅបានជាឯងទៅដោះហើយស្រាប់តែឈរថ្មឹងឃើញអាជោគឈរថ្មឹងអត់ប្រមមកអញ្ចឹងភាពក៏ខំប្រឹងស្រែកហៅប៉ុន្តែទោះបីជាហៅយ៉ាងណាក៏ដោយក៏អាជោគនៅតែឈរថ្មឹងដដែលនិយាយទៅគឺអត់កម្រើកសូម្បីតែបន្តិចមិនដឹងថាវាកំពុងតែឈរមើលអីនោះទេមិនត្រឹមតែប៉ុណ្ណោះសូម្បីតែពិលនឹងក៏អត់បើកដែរដែលធ្វើឲ្យភាពនោះកាន់តែឆ្ងល់ទៅប៉ុន្តែគេថាមើលទៅប្រហែលជាវាកំពុងតែឈរមើលអីមួយហើយក៏អត់មកអត់កដែរបន្តអាំងត្រីបន្តទៅទៀតដោយសារតែអាជុកវានៅតែឈរថ្មឹងនៅកន្លែងដដែលអត់ព្រមកម្រើកឬក៏ទៅណាទៅតែសោះធ្វើឲ្យភាពនោះចាប់ផ្ដើមឆ្ងល់តើអាជុកវាមានរឿងអីបានជាវានៅឈរកដាលភ្លៀងចឹងបានត្រីឬក៏មិនបានត្រីមិនក៏វាមិនប្រញាប់ត្រឡប់មកវិញដល់ទៅពេលអញ្ចឹងមិនអស់ចិត្តនោះទេភាពក៏សម្រេចចិត្តដើរចេញទៅខាងក្រៅដើម្បីទៅសួរនាំអាជុកដល់ផ្ទាល់តែម្ដងប៉ុន្តែនៅពេលដែលភាពគាត់ដើរចេញទៅតាមអាជុកនោះស្រាប់តែអាជុកវាបានដើរចូលទៅក្នុងស្រែហើយនៅពេលដែលភាពចូលកាន់តែជិតដល់វាបានអោនចុះទៅតែម្ដងឃើញអញ្ចឹងភាពក៏ប្រញាប់រត់ទៅតាមនឹងចង់ដឹងថាតើវាអោនធ្វើអីឬក៏វាអោនទៅដោះត្រីប៉ុន្តែនៅពេលដែលទៅដល់នោះស្រាប់តែអត់ឃើញអាជុកនោះទេគឺជាកន្លែងដែលភាពបានឃើញថាអាជុកវាអោនចូលទៅក្នុងស្រះបាញ់មិញនោះគឺបាត់ឈឹងតែម្ដងនិយាយទៅគឺអត់ឃើញអីទាំងអស់ធ្វើឲ្យភាពចាប់ផ្ដើមមានអារម្មណ៍ដូចជាមិនសូវស្រួលព្រឺសម្បល់ខ្ញាក់ហើយចេះតែមានអារម្មណ៍ត្រជាក់ចុងដៃត្រជាក់ចុងជើងប៉ុន្តែភាពក៏ថាអាចមកពីភ្លៀងដោយសារតែភ្លៀងកំពុងតែរលឹមស្រិចអញ្ចឹងវាជាតែត្រជាក់ធម្មតានោះទេប៉ុន្តែភាពឆ្ងល់ថាគេបានឃើញអាជុកអោនចូលនៅក្នុងស្រែនេះបាញ់មិញឡើងច្បាស់ចាស់ដំបូងឡើយស្មានតែវាអោនចូលទៅដល់ត្រីប៉ុន្តែនឹកអីនៅពេលដែលមកដល់នោះអត់ឃើញវាទាល់តែសោះធ្វើឲ្យភាពនោះមិនអស់ចិត្តឡើយហើយអាបាញ់មិញរវល់តែរត់ចេញមកតាមអាជុកនឹងអត់បានយកពិលមកជាមួយទេព្រោះអីពិលនៅលើក្រែណោហើយគិតថានៅចិត្តនឹងអញ្ចឹងគ្រាន់តែរត់មកតាមវាមកផ្លែតប៉ុន្តែមិននឹកស្មានថាវាបែរជាដើរចូលទៅក្នុងស្រែបាត់អញ្ចឹងតតែសោះហើយបើតាមមើលទៅវាដូចជាទីវាលមិនមានកន្លែងលាក់ខ្លួនឡើយហេតុអ្វីបានជាមិនឃើញអញ្ចឹងទោះបីជាភាពមិនបានយកពិលមកជាមួយក៏ដោយប៉ុន្តែពន្លឺភ្នែកបន្ទោលចាំងមកព្រាកក៏នៅតែមិនអាចមើលឃើញអាជុកដដែលនៅពេលដែលភាពកំពុងតែឈរឆ្ងល់នៅលើភ្លឺស្រែតែម្នាក់ឯងស្រាប់តែគាត់បានឮសំឡេងស្រែកហៅពីចម្ងាយមកសំឡេងនោះគឺដូចជាសំឡេងរបស់ជុកអញ្ចឹងហើយនៅពេលដែលគាត់ងាកទៅគឺមានភ្លើងពិលមួយបានបញ្ចាំងចេញពីរោងរបស់គាត់ដែលទើបតែនឹងរត់ចេញអំបញ្ញមិញឯងចេះតែបញ្ចាំងឆ្វេងឆ្វាច់បណ្ដើរនឹងហៅគាត់បណ្ដើរបើតាមស្ដាប់មិនខុសនោះទេច្បាស់ជាអាជុកហើយប៉ុន្តែគាត់ឆ្ងល់ថាអំបញ្ញមិញនេះវានៅកន្លែងនេះសោះហើយរួយបានជានៅសុកវាបែរជានៅក្នុងរូង
លឿនបែបនេះអញ្ចឹងតើវាទៅតាមផ្លូវណាព្រោះឯនៅទីនេះគឺមានភ្លឺស្រែតែមួយតែប៉ុណ្ណោះហើយបើវារត់កាត់តាមស្រែហ្នឹងក៏គាត់មើលឃើញដែរប៉ុន្តែគាត់អត់ឃើញអីនោះទេគ្រាន់តែអោនបាត់ហើយស្រាប់តែមកឃើញវានៅក្នុងរូងកំពុងតែហៅគាត់ទៅវិញដូច្នេះភាពក៏បានប្រញាប់រត់ត្រឡប់ទៅវិញព្រោះឯនៅពេលនេះកំពុងតែភ្លៀងស្រេចផងដល់ទៅពេលដែលគាត់ទៅដល់ហ្នឹងក៏សួរថាហើយចោះមិញឯងរវល់ធ្វើស្អីអញហៅមួយថ្ងៃឯឈរមិនព្រមឆ្លើយមកអញដល់ទៅសោះដល់ទៅពេលអញទៅតាមបែរជារត់ចូលទៅក្នុងស្រែបាត់ហើយឯមកតាមផ្លូវណាហើយនេះប្រកែបន្លំភ្នែកអញមែនវិញប៉ុន្តែអាជុកនោះបាននិយាយថាឯឈួតមែនអញរវល់តែទៅដោះត្រីដែលលឺសំឡេងវាបោកបាយមេញក់ប៉ុន្តែចង្រៃអីអត់ឃើញអីតតែសោះហាមិនដឹងថាត្រីនឹងវារបូតមាត់បាត់ឬក៏យ៉ាងម៉េចនោះទេប៉ុន្តែឃើញថានុយដូចជានៅដដែលទាំងអស់អញដូចជារៀងឆ្ងល់ដែរប៉ុន្តែអញសួរឯងថាហេតុអីបានជាឯងដើរទៅកន្លែងនឹងធ្វើអីទាំងភ្លៀងអត់យកពិលទៅទៀតនេះអញមកដល់អត់ឃើញឯងចឹងខំតែភ័យស្មានតែឯងទៅណាបាត់ដល់ទៅពេលមើលទៅឃើញស្ទង់អញនឹងថាឯងបាត់ហើយចឹងបានអញខំហៅឯងត្រឡប់មកវិញហ្នឹងណាចំណែកឯភាពវិញដល់ទៅពេលលឺជោគនិយាយអញ្ចឹងគាត់ក៏អត់ទាន់ច្បាស់នៅក្នុងចិត្តដែរថាតើជោគវានិយាយលេងឬក៏វាគ្រាន់តែមានបំណងចង់បន្លាយគាត់ព្រោះអីគាត់ពិតជាបានឃើញវាពិតមែនដល់ទៅពេលវានិយាយអញ្ចឹងគាត់ចាប់ផ្ដើមភ័យប៉ុន្តែមិនទាន់ច្បាស់នៅក្នុងចិត្តបើសិនជាដូចអ្វីដែលជោគនិយាយពិតមែនចោះមនុស្សដែលគាត់បានឃើញឈរបាយមិញនោះតើជាអ្នកណាទៅព្រោះអីនៅទីនេះយប់អញ្ចឹងគឺមានតែគាត់តែពីរនាក់តែប៉ុណ្ណោះអត់មានអ្នកណាផ្សេងទៀតនោះទេដល់ទៅពេលអញ្ចឹងធ្វើឲ្យភាពចាប់ផ្ដើមមានអារម្មណ៍កាន់តែងឿងឆ្ងល់ប៉ុន្តែអត់ទាន់ហ៊ាននិយាយអ្វីច្រើនជាមួយនឹងអាជុកនោះទេព្រោះខ្លាចថាអាជុកវាសោចក្រែងនោះថាអំបញ្ញមិញអាជុកវាចង់លេងសើចឬក៏បន្លាចខ្លួនដល់ទៅពេលសួរអញ្ចឹងទៀតធ្វើឲ្យអាជុកនោះវាអស់សំណោចព្រោះតែវាបោកគាត់បានសម្រេចចឹងហើយបានជាគាត់ធ្វើដូចជាមិនដឹងមិនឮសិនទៅហើយបន្តនាំគ្នាអាំងត្រីបន្តទៅទៀតបន្ទាប់ពីទទួលទានត្រីអស់មួយកំណាត់ភាពប្រាប់ទៅកាន់ជុកថាអញចង់ទៅរកមើលបង្កាយរបស់អញបន្តិចព្រោះអីតាំងពីមកអត់ទាន់បានទៅមើលទេរវល់តែចាំឯងទៅនោះហ្នឹងឥឡូវគិតរនទីសិនក្រៃលូថាបានដាក់នុយថ្មីផងបើបានខ្លះក៏វាល្អគួរសមដែរបន្ទាប់ពីប្រាប់បែបនេះហើយគាត់ក៏បានទាញពើរបស់គាត់ចេញទៅទាំងដែលពន្លឺមិនសូវជាភ្លឺប៉ុន្មានដូចទេនិយាយទៅគឺភ្លឺមិនសូវច្បាស់ដោយសារតែខ្សោយអាគុយហើយក៏បានដើរចាក់ចេញទៅដោយទុកឲ្យអាជុកនៅក្នុងរោងមួយនេះតែម្នាក់ឯងតែប៉ុណ្ណោះនៅពេលដែលអាជុកកំពុងតែអង្គុយចាំភាពតែម្នាក់ឯងស្រាប់តែគេបានឮសំឡេងត្រីស៊ីបង្កាយរបស់គេទៀតហើយវាបោកទឹកឬសូរតែប្រងគ្រាន់តែលឿនចឹងធ្វើឲ្យអាជុកភ្ញាក់ព្រឺតគេក៏ចាប់ផ្ដើមផ្ទៀងស្ដាប់ចង់ដឹងថាតើវាបោកទឹកនឹងម្ដុំណាបន្ទាប់ពីផ្ទៀងស្ដាប់ទៅច្បាស់ថាគឺជាសំឡេងដែលត្រីស៊ីបង្កាយរបស់ខ្លួនហើយវាព្យាយាមបោកទឹកដើម្បីឲ្យដាច់មាត់ឬក៏ដាច់ខ្សែរួចខ្លួនគ្រាន់តែលឿនចឹងភ្លាមធ្វើឲ្យជោគគិតថាត្រីដែលឮសំឡេងនេះគឺមិនតូចនោះទេយ៉ាងហោចណាស់ក៏ប៉ិនកពួនជើងអីដែរហើយដោយសារតែបាត់ពីសោតកាលពីលើកទី1គេឮសំឡេងបងចឹងដែរប៉ុន្តែទៅអត់ទាន់ត្រីនឹងក៏បានបាត់ទៅវិញចឹងគេក៏បានប្រញាប់ទាញពិលពាក់នៅលើក្បាលនិងស្ពីអាគុយតូចចេញទៅយ៉ាងលឿនដើម្បីសម្ដៅទៅរកត្រីនោះប៉ុន្តែដល់តែពេលដែលគេទៅឃើញថាទឹកស្ងប់អត់មានកន្លែងណាដែលមើលទៅគួរឲ្យសង្ស័យថាមានត្រីបោកទាល់តែសោះព្រោះអីបើសិនជាមានត្រីបោកនឹងកាច់អញ្ចឹងយ៉ាងហោចណាស់ក៏ដើមស្រូវនឹងវាត្រូវបានវាយខ្ទេចខ្ទីដែរប៉ុន្តែនេះគ្រប់សន្ទូចទាំងអស់វាហាក់ដូចជាស្ងាត់ជ្រាបវាហាក់ដូចជាអត់មានអីកើតឡើងនោះទេលុះដល់តែពេលដែលរត់ក្បែរនឹងបន្តិចទៀតបច្ចុប្បន្នឃើញថាមានត្រីមួយស៊ីពិតមែនប៉ុន្តែត្រីដែលស៊ីនោះវាគ្រាន់តែជាត្រីផ្ទក់តូចជាងក៏ដៃទៅទៀតអញ្ចឹងបើសិនជាវាបោកក៏វាបោកមិនខ្លាំងនិងលឺសំឡេងខ្លាំងដល់កន្លែងដែលគេកំពុងតែអង្គុយនៅក្នុងរូងតែម្នាក់ឯងនោះដែរធ្វើឲ្យគេនឹងអស់ចិត្តនោះទេគេគិតថាច្បាស់ជាត្រីវាស៊ីសន្ទូចមួយណាជាមិនខានប៉ុន្តែគ្រាន់តែគេរកមួយជួរហ្នឹងក៏នៅតែរកអត់ឃើញបើសិនជាវាស៊ីម្ដុំនេះពិតមែនច្បាស់ជាឃើញស្នាមហើយប៉ុន្តែនេះគឺស្អាតចែតែម្ដងធ្វើឲ្យអាជុកនោះចាប់ផ្ដើមឆ្ងល់ថាតើត្រីស៊ីពិតមែនឬអត់ព្រោះអីពីរដងទៅហើយប៉ុន្តែអត់ឃើញអីចំណែកទាល់តែសោះដល់ទៅពេលអញ្ចឹងអាជុកក៏បានដោះត្រីមួយដែលស៊ីនោះដើរត្រឡប់មកវិញទាំងងឿងឆ្ងល់បណ្ដាប៉ុន្តែនៅពេលដែលគេដើរត្រឡប់មកវិញនោះស្រាប់តែអាជុកបានប្រទះឃើញថា
មានមនុស្សអ្នកកំពុងតែអង្គុយនៅក្នុងរោងគឺដោយសារតែភ្លើងកំពុងតែឆេះអញ្ចឹងបើមើលពីទីកងឹតទៅក៏ឃើញជារូបរាងសកម្មភាពរបស់មនុស្សដែរទោះបីជាឃើញនោះរីឆ្ងាយបន្តិចនឹងមិនសូវច្បាស់ក៏ដោយប៉ុន្តែបើតាមអ្វីដែលគេស្មានមិនខុសនោះទេគឺពិតជាមនុស្សពិតមែនប៉ុន្តែជោគនោះគឺអត់បានខ្វល់ច្រើននោះទេហើយក៏អត់បានសង្ស័យដែរព្រោះអីគិតថាអ្នកដែលអង្គុយនៅក្នុងរូងនោះច្បាស់ជាអភិបហើយគ្មាននរណាគេក្រៅពីអភិបនោះទេព្រោះអីពួកគេមកតែពីអ្នកតែប៉ុណ្ណោះបើសិនជាមិត្តភាពតើជាអ្នកណាទៅអញ្ចឹងហើយបានជាគេដើរបណ្ដើរសំនឹងមើលពីចម្ងាយទៅបណ្ដើរហើយក៏ឆ្ងល់ថាយីអានេះទៅដោះត្រីលឿនរបស់វាវិញមិនដឹងថាវាដោះបានប្រមាណបានជាបញ្ញាប់ត្រឡប់មកវិញអញ្ចឹងដើរបណ្ដើរនិយាយម្នាក់ឯងបណ្ដើរប៉ុន្តែដល់ទៅពេលដែលចោលភ្នែកទៅខាងស្ដាំដៃទៅស្រាប់តែឃើញថាមានភ្លើងភ្លឺប្លង់គឺជាភ្លើងពិលបើតាមមើលមិនខុសនោះទេដូចជាភ្លើងពិលរបស់អភិបអញ្ចឹងធ្វើឲ្យជុកនឹងឆ្ងល់ថាហើយចោះអភិបមិញក៏រែងវានៅក្នុងរោងតើហើយឬបានជាពេលនេះវាទៅនៅកន្លែងដោះបកាយវិញអញ្ចឹងធ្វើឲ្យជុកអត់ច្បាស់នៅក្នុងចិត្តនោះទេដោយសារតែសង្ស័យអញ្ចឹងអាចជុកប្រញាប់រត់ទៅកាន់រោងយ៉ាងលឿនដើម្បីបញ្ជាក់ឲ្យច្បាស់ប៉ុន្តែនៅពេលដែលគេរត់បណ្ដើរនឹងចោលភ្នែកមើលទៅក្នុងរោងនោះបណ្ដើរគឺអត់មានឃើញនរណាទៀតនោះទេឃើញតែភ្លើងដែលគេបានដុតជាមួយនឹងអបភ្លឺផ្លុងតែប៉ុណ្ណោះដល់ទៅពេលអញ្ចឹងធ្វើឲ្យអាជុកមានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់អំបញ្ញមិញគេពិតជាបានឃើញមនុស្សអង្គុយនៅក្នុងរូងពិតមែនហើយមិនដឹងថាធ្វើអីនោះទេព្រោះតែឃើញមានសកម្មភាពប៉ុន្តែបន្ទាប់ពីគេបានឃើញនៅភ្លើងពិលរបស់អាភិបនៅក្បែរអូឯណោះស្រាប់តែងាកមកវិញបាត់អត់ឃើញមនុស្សនៅក្នុងរូងទៀតនោះទេដល់ទៅពេលអញ្ចឹងធ្វើឲ្យអាជុកនោះចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនសូវស្រួលឡើយមើលទៅដូចជាមានអ្វីចម្លែកនៅទីនេះព្រោះអីពី3ដងទៅហើយគេតែងតែឮសំឡេងត្រីបោកជាប់បោកឡើងស្មានតែត្រីស៊ីខំទៅមើលប៉ុន្តែអត់ឃើញហើយដល់តែពេលលើកនេះទៀតនៅតែអត់ឃើញដដែលហើយមិនត្រឹមតែប៉ុណ្ណោះឃើញថាមានមនុស្សអង្គុយនៅក្នុងរោងឬក៏គេគ្រាន់តែស្រវាំងភ្នែកបន្ទាប់ពីគិតចុះគិតឡើងទើបគេគិតឃើញថាអូការប៉ັດដោយសារតែគេផឹកស្រាស្រវឹងឲ្យមើលទៅបានជាគេឃើញបែបនេះអញ្ចឹងគេក៏អត់បានគិតអីច្រើនទៀតដែរបន្តដើរចូលទៅក្នុងរោងនិងរងចាំអាភិបត្រឡប់មកវិញចង់ដឹងថាតើវាបានត្រីប៉ុន្មានបន្ទាប់ពីរងចាំមួយសន្ទុះក្រោយមកទើបភាពនោះគេដើរត្រឡប់មកវិញដោយបានត្រីមួយចំនួនមើលទៅក៏រៀងគួរសមដែរពេលនោះភាពគេក៏បានយកត្រីរបស់គេដាក់ចូលទៅក្នុងធុងដែលគេបានត្រៀមយកមករួចជាស្រេចនោះដើម្បីប្រោះវាព្រោះថ្ងៃស្អែកពេលព្រឹកពួកគេនឹងងើបទៅមើលបង្កាយម្ដងទៀតនិងប្រមូលយកទៅតែម្ដងព្រោះអីនៅពេលព្រឹកទម្រាំតែពេលព្រឹកនោះគឺត្រីនឹងអាចស៊ីច្រើនជាងនេះហើយបើសរុបទាំងយប់នេះទៀតវាក៏គួរសមដែរហើយនៅពេលដែលភាពគេកំពុងតែចាប់ត្រីដាក់ចូលទៅក្នុងទ្រុងនិងដាក់ទឹកបន្តិចដើម្បីប្រោះវាទុកថ្ងៃស្អែកបណ្ដានោះអាជុកវាក៏មិនអស់ចិត្តវាក៏បានឆ្លៀតសួរចោលថាហើយចោះមុននេះហើយមានបានមកកន្លែងរោងវិញឬក៏អត់ឬក៏ឲ្យមកយកអីភ្លេចមែនប៉ុន្តែត្រូវបាននាយជុកនិយាយថាវាថៃឯងបានមកសួរអញចឹងវិញអាណាងាកដើរចោះដើរឡើងនឹងអញមិនទាន់បានមកទេចាប់តាំងពីអញទៅនឹងគឺអញរវល់តែដោះត្រីរហូតដល់ហើយទៅបានមកនឹងហើយថៃបានឲ្យសួរអញ្ចឹងហើយឃើញអីចម្លែកមែនប៉ុន្តែជុកនិយាយថាអត់មានអីទេអញចេះតែសួរទៅព្រោះអីអំបញ្ញមិញនេះអញដើរចេញពីរូងទៅដែរហ្នឹងទៅមើលត្រីព្រោះអញឮសំឡេងត្រីស៊ីសន្ទុយរបស់អញប៉ុន្តែទៅអត់មានឃើញអីសោះឬទៅគឺទៅទេស្អាតតែម្ដងចឹងហើយបានជាអញសួរក្រែងលោថាហេងបានត្រឡប់មកវិញបើអត់មកវិញទេក៏អត់ទៅបន្ទាប់ពីនិភាពរៀបចំដាក់ត្រីរបស់ខ្លួនចូលទៅក្នុងទ្រុងប្រោះរួចហើយនាយជោគគេបានបបួលនិភាពថាតោះទៅជាមួយអញទៅជួយដោះត្រីឲ្យបន្តិចទៅគ្រាន់តែបានគ្នាពីរនាក់ឲ្យវាមានអារម្មណ៍កក់ក្ដៅចំណែកនិភាពដល់ទៅពេលលឿនចឹងរៀនភ្ញាក់ដែរថាយាយចោលវាមិនឯងហៅអញទៅធ្វើមើលតែខ្លាចខ្មោចអាជុកក៏បានប្រញាប់ប្រកែកថាទេអញមិនខ្លាចខ្មោចទេប៉ុន្តែដោយដឹងស្រាប់ហើយថាមិញនេះយើងផឹកស្រារៀងគួរសមដែរអញខ្លាចថាអញស្វឹងធ្លាក់ចូលទឹកអត់មានអាណាជួយហ្នឹងណាចឹងបានហៅឯងទៅឲ្យទៅបានគ្នាប៉ុន្តែការពិតអាជុកគ្រាន់តែនិយាយដល់សារតែប៉ុណ្ណោះគេពិតជាខ្លាចខ្មោចពិតមែនការពិតទៅនេះជុកគេមិនមែនជាមនុស្សខ្លាចខ្មោចខ្លាំងអីនោះទេតែប៉ុន្តែដោយសារតែជួបហេតុការណ៍ផ្លែកដល់ទៅពីរដងចឹងទោះបីជាមិនខ្លាចក៏ដឹងតែខ្លាចដែរទោះបីជាមិនគិតច្រើនក៏ចិត្តហ្នឹង
ចេះតែគិតច្រើនដែរចឹងហើយបើសិនជាទៅដោះត្រីតែម្នាក់ឯងអាចនឹងមានអារម្មណ៍ថាស្រាវឆ្អឹងខ្នងហេតុនេះហើយបានជាគេយកលេសដើម្បីបបួលភាពឲ្យទៅជាមួយនឹងគ្នាទៅគ្រាន់តែបានគ្នាចំណែកឯភាពដល់ទៅពេលឮឲ្យជោគដោះសាររៀងសមហេតុផលចឹងខ្លាចថាខ្លួនធ្លាក់ទឹកដោយសារតែសវឹងព្រោះអីឃើញថាស្រាវាចិត្តឲ្យទៅហើយដែរហ្នឹងពេលហ្នឹងភាពក៏បានយល់ព្រមថានឹងជួយទៅដោះត្រីជាមួយនឹងអាជុកជាមួយនឹងគ្នាទៅពួកគេទាំងពីរនេះបាននាំគ្នាដើរទៅកន្លែងដែលអាជុកនោះដាក់បង្កាយហើយក៏បានដោះបានត្រីប្រមាណជាងតែ5តែប៉ុណ្ណោះវាមានទាំងត្រីផ្ទក់ត្រីដែងហើយនិងត្រីក្រាញ់មួយថែមទៀតផងបន្ទាប់ពីដោះរួចហើយនឹងពួកគេក៏បានបិទនុយវិញហើយក៏បាននាំគ្នាដើរត្រឡប់មករោងវិញដើរបណ្ដើរក៏ចេះតែសម្លឹងមើលមកកាន់រោងបណ្ដើរនៅពេលហ្នឹងស្រាប់តែនាភាពដែលគេដើរមុខហ្នឹងដើរសុកស្រាប់តែឈប់ថ្មឹងធ្វើឲ្យអាជុកដើរពីក្រោយនោះអត់បានចាប់អារម្មណ៍នឹងបុកពីក្រោយផាំងអាជុកនោះភ្ញាក់ព្រឺតហើយចោះវិថីហើយបានជាឲ្យដើរសុកមកឈប់អញ្ចឹងធ្វើអញដើរបុកឡើងចង់ជ្រុះពិលទៅហើយវិញចំណែកនេះភាពវិញអត់បានខ្វល់ពីរឿងដែលអាជុកដើរបុកនោះទេទុយទៅវិញភ្នែករបស់គេកំពុងតែសម្លឹងមើលទៅកាន់រោងព្រោះតែគេហាក់ដូចជាបានឃើញថានៅក្នុងរោងរបស់គេនោះដូចជាមានមនុស្សកំពុងតែអង្គុយធ្វើអ្វីនោះទេមើលទៅសកម្មភាពគឺវាចម្លែកប៉ុន្តែគ្រាន់តែរៀងឆ្ងាយបន្តិចទើបមើលវាមិនសូវច្បាស់ហើយភ្លើងពិលវិញក៏បញ្ចាំងមិនដល់ដែរព្រោះអីវារៀងឆ្ងាយផុតពីភ្លើងពិលបាត់ទៅហើយសមនឹងភ្លើងពិលរបស់ភាពនោះរៀងអ៊ីវថែមទៀតមើលមិនបានឆ្ងាយលើសពី10ម៉ែត្រនោះទេចំណែកភ្លើងពិលរបស់នាយជោគវិញក៏បញ្ចាំងមិនដល់ដែរដែលធ្វើឲ្យនាយជោគនោះខំប្រឹងអើតមើលចង់ដឹងថាតើនាយភាពនោះកំពុងតែនិយាយអំពីអ្វីដល់ទៅពេលអញ្ចឹងនាយជោគបានសួរបញ្ជាក់ថាហើយចោះហើយចង់និយាយពីអីគេអញអត់យល់នោះទេហើយនិយាយច្បាស់បន្តិចមើលចំណែកនាយភាពវិញបាននិយាយថាហើយចោះឲ្យមិនមើលនៅក្នុងរោងទៅឲ្យអត់ឃើញអីចំណែកទេអីមើលទៅដូចជាមានមនុស្សមកអង្គុយនៅក្នុងរោងរបស់យើងអញ្ចឹងកាយវិការចោះឡើងនោះបន្ទាប់ពីឮនាយភាពនិយាយបែបនេះនាយជោគគេក៏បានចោលភ្នែកមើលទៅក្នុងរោងដល់ទៅពេលគេមើលទៅគឺដូចជាអ្វីដែលនាយភាពនិយាយអញ្ចឹងដូចជាមានមនុស្សម្នាក់កំពុងតែអង្គុយនៅក្នុងរោងរបស់ពួកគេមិនដឹងថាធ្វើអីនោះទេរេចោះរេឡើងសកម្មភាពបែបនេះពិតជាសកម្មភាពមនុស្សពិតបើសិនជាមិនមែនជាមនុស្សវាច្បាស់ជានៅថ្មឹងជាមិនខាននេះគឺមានចលនាពេលនោះពួកគេទាំងពីរនាក់ចាប់ផ្ដើមមើលមុខគ្នានិងព្រឺសម្បល់ខ្ញាក់ស្របពេលដែលភ្នែកបន្ទោលចេះតែភ្លឺព្រាកចំណែកឯភ្លៀងវិញក៏ចេះតែបន្តមកប៉ុន្តែមិនខ្លាំងនោះទេវាបានត្រឹមតែដូចជាដំណក់ផ្សែងក្រូចតែប៉ុណ្ណោះដែលវាមិនភ្លៀងខ្លាំងរហូតធ្វើឲ្យពួកគេនឹងមិនអាចទៅដោះត្រីបានឡើយពួកគេទាំងពីរនាក់បានគិតគ្នាថាតើអ្នកណាគេមកអង្គុយនៅក្នុងរូរបស់យើងប៉ុន្តែបើតាមយើងដឹងនៅម្ដុំនេះដូចជាអត់មានអ្នកណាគេមកដាក់បង្កាយត្រីដូចជាយើងនោះទេដោយសារតែពេលនេះមេឃភ្លៀងហើយនៅម្ដុំនេះក៏អត់មានរោងជ្រកដូចជារោងរបស់ឯងដែរអញ្ចឹងមិនសមថាមានមនុស្សមកដាក់បង្កាយត្រីទាល់តែសោះហើយបើសិនជាមានពិតមែនកាលពីក្បាលភ្លុកនោះយើងក៏គួរតែមើលឃើញដែរប៉ុន្តែនេះអត់មានទាល់តែសោះតែម្ដងដល់ទៅពេលនៅសុកស្រាប់តែឃើញអញ្ចឹងយើងខ្លាចតែខ្មោចលងទេនិយាយអញ្ចឹងហើយពួកគេទាំងពីរនាក់ព្រឺសម្បល់ខ្ញាប៉ុន្តែត្រូវបាននិភាពប្រញាប់ប្រកែកវិញភ្លាមថាកុំចេះតែនិយាយទេបដាវាគ្មានខ្មោចគ្មានអ្វីនៅទីនេះនោះទេរងចាំស្រូវមួយនេះឪពុករបស់យើងគាត់ធ្វើយូរឆ្នាំមកហើយដែរបើសិនជាមានខ្មោចពិតមែនរឿងអីដែលគាត់មិនដឹងហើយរឿងអីដែលគាត់មិនប្រាប់យើងពេលហ្នឹងនាយជោគបាននិយាយថាអញ្ចឹងដើម្បីចង់ដឹងច្បាស់គឺយើងមានតែដើរទៅមើលទាំងអស់គ្នានិយាយគ្នាហើយវើយបើសិនជាឃើញអីមិនស្រួលហាមរត់ចោលគ្នាឲ្យសោះបើរត់ចោលគ្នាឈប់រាប់ឯងទៀតហើយចំណែកឯនេះពីវិញបាននិយាយថាកាត់ឯងទេបើឯងរត់ចោលយើងក៏ឈប់រាប់ឯងដូចគ្នាដែរដូច្នេះពួកគេទាំងពីរនាក់បានដើរសូសៀទៅរករោងវិញស្របពេលដែលត្រីនៅក្នុងធុងនោះក៏ចេះតែឬព្រុសធ្វើឲ្យពួកគេភ្ញាក់ម្ដងដែរប៉ុន្តែយ៉ាងណាក៏ដោយក៏ពួកគេនៅតែតាំងចិត្តថានឹងដើរទៅមើលឲ្យច្បាស់ព្រោះតែចង់ដឹងថាតើនោះគឺជាអ្នកណាគេបានជាមកអង្គុយនៅក្នុងរោងរបស់ពួកគេអញ្ចឹងប៉ុន្តែការពិតនៅក្នុងចិត្តរបស់ពួកគេហ្នឹងគិតថាអ្នកដែលនៅក្នុងរោងនោះគឺមិនមែនជាមនុស្សនោះទេ
គិតថាជាខ្មោចរហូតដល់ទៅ80%ទៅហើយព្រោះអីមនុស្សវាច្បាស់ជាមិនមកដល់ទីនេះឡើយទាំងយប់អញ្ចឹងនោះបើមកក៏មិនដឹងថាមកធ្វើអីដែរពួកគេទាំងពីរនាក់ដើរចូលកាន់តែចិត្តទៅក្រោមភ្លៀងកំពុងតែរលឹមជាមួយនឹងភ្នែកបន្ទល់ព្រាកធ្វើឲ្យពួកគេព្រឺឆ្អឹងខ្នងម្ដងដែរចំណែករូបភាពដែលពួកគេឃើញពីចម្ងាយថាជារូបរាងរបស់មនុស្សកំពុងតែអង្គុយធ្វើអ្វីមួយនៅក្នុងរូងមួយនេះស្រាប់តែហាក់ដូចជារលាយបាត់ម្ដងបន្តិចលុះដល់ពេលដែលធ្វើដំណើរចូលកាន់តែជិតមែនទែនស្រាប់តែពួកគេឃើញថារូបភាពដែលគេបានឃើញនោះមិនមែនជាមនុស្សហើយក៏មិនមែនជាខ្មោចដែរគឺជាអាវរបស់ជុកដែលវាបានព្យួរទុកនៅលើជញ្ជាំងម្ខាងហើយរូបមួយនេះគឺមានជញ្ជាំងតែម្ខាងតែប៉ុណ្ណោះឯងគឺជញ្ជាំងជាប់ជាមួយនឹងគ្រែនឹងឯង4ជ្រុងនឹងគឺគាត់ធ្វើជញ្ជាំងតែមួយនោះទេដើម្បីគ្រាន់តែទប់ខ្យល់ខ្លះនៅពេលដែលដេកនៅលើគ្រែនឹងឯងនៅពេលដែលឃើញថាអ្វីដែលពួកគេខ្លាចអំបែងមិញគ្រាន់តែជាអាវរបស់នាយជុកដែលទៅបានខ្យល់បក់ចោះបក់ឡើងព្រោះអីគេព្យួរដោយសារតែអាវនោះវារាងសើមតិចហ្នឹងណាព្យួរឲ្យត្រូវខ្យល់ដើម្បីឲ្យឆាប់ស្ងួតហ្នឹងណាហើយអញ្ចឹងខ្យល់វាចេះតែបក់ចោះបក់ឡើងធ្វើឲ្យអាវហ្នឹងរេចោះរេឡើងដែលមើលពីចម្ងាយទៅគឺដូចជាមនុស្សអញ្ចឹងពេលហ្នឹងនាយភាពបានដាក់ក្បាលនាយចូលម្ដាយផាំងនឹងនិយាយថាហើយចោះឯងជាអ្នកព្យួរអាវដែលផ្ទាល់ហើយវាបានជាឯងមិនដឹងថានោះគឺជាអាវរបស់ឯងយើងស្មានតែខ្មោចយើងខំតែភ័យចំណែកឯនៅជួបវិញគេក៏បាននិយាយថាពេលហ្នឹងយើងក៏កំពុងតែភ័យដែរយើងបានចាប់អារម្មណ៍ថាជាអាវរបស់យើងនោះទេអញ្ចឹងពួកគេក៏បាននាំគ្នាដើរចូលទៅក្នុងរូងវិញប៉ុន្តែពួកគេក៏នៅតែមានចិត្តសង្ស័យដែរដោយសារតែអ្វីដែលពួកគេឃើញនោះគឺឃើញមិនមែនឃើញមនុស្សនៅលើគ្រែនោះទេគឺឃើញមនុស្សនៅកន្លែងដែលពួកគេអាំងត្រីនឹងឯងទោះបីជាចម្ងល់ដែលពួកគេឆ្ងល់ត្រូវបានដោះស្រាយរួចដោយសារតែបានឃើញអាវនៅលើជញ្ជាំងប៉ុន្តែនៅក្នុងចិត្តក៏នៅតែមិនទាន់ប្រកាសថាអ្វីដែលពួកគេបានឃើញនោះគឺជាអាវនឹង 100% ដែរព្រោះអ្វីដែលពួកគេបានឃើញកំពុងតែអង្គុយនៅមុខភ្លើងប៉ុន្តែនេះផ្ទុយទៅវិញអាវគឺនៅលើជញ្ជាំងវាអាចរៀងឆ្ងាយពីគ្នាបន្តិចជាណាក៏ដោយក៏អាចលួងចិត្តរបស់ពួកគេបានខ្លះដែរហើយបន្ទាប់ពីដោះត្រីនឹងដើរមកដល់ចឹងនាយជុកក៏បានយកត្រីរបស់គេយកទៅដាក់នៅក្នុងទ្រុងដែលគេបានត្រៀមរួចដូចគ្នាដែរនិយាយទៅគឺពួកគេមានធុងម្នាក់មួយដើម្បីដាក់ត្រីរៀងខ្លួនហើយនាយជុកបានដាក់ទឹកបន្តិចដូចគ្នានិងប្រោះត្រីនោះឲ្យរស់រហូតដល់ព្រឹកទម្រាំតែព្រឹកទៀតពួកគេដោះម្សាទៀតគឺច្បាស់ជាបានត្រីច្រើនជាមិនខាននៅពេលដែលនាយជុកកំពុងតែរៀបចំត្រីរបស់ខ្លួនស្រាប់តែត្រីដែលពួកគេអាំងដោតជាមួយនឹងឈើនឹងគឺនៅសល់មួយពួកគេបរិភោគមិនទាន់អស់នោះទេនៅសល់មួយទាំងមូលតែម្ដងប៉ុន្តែនៅពេលនេះហើយអ្វីបានជាបាត់អស់ពេលកណ្ដាលអញ្ចឹងភ្លាមនោះនាយភាពបានសម្លឹងមើលមុខរបស់នាយជុកហាក់ដូចជាចង់និយាយពីអ្វីមួយចំណែកនាយជុកដល់ទៅពេលឃើញនាយភាពធ្វើមុខស្លើមកកាន់ខ្លួនអញ្ចឹងគេបានដាក់ត្រីរបស់គេបណ្ដានឹងសួរបណ្ដាថាហើយជាប់វិធីឯងបានជាធ្វើមុខស្លើដូចជាឃើញខ្មោចប៉ុន្តែនាយភាពនិយាយថាឯងចាំបានឬក៏អត់ថាត្រីដែលយើងអាំងហ្នឹងគឺនៅសល់មួយនៅពេលដែលយើងចេញទៅហ្នឹងពួកយើងអត់មានបានប៉ះវាសូម្បីតែបន្តិចនិយាយទៅគឺនៅមូលតាល់តែម្ដងប៉ុន្តែហេតុអ្វីបានជាពេលនេះវាបាត់មួយកំណាត់អញ្ចឹងឯងសាកមើលទៅចំណែកនាយជុកវិញគេក៏បានកលេចភ្នែកមើលទៅកាន់ត្រីដែលនាយភាពនិយាយនោះកាលពីដំបូងឡើយគេអត់ទាន់បានចាប់អារម្មណ៍នោះទេដល់ទៅពេលនាយភាពនិយាយអញ្ចឹងពិតជាដូចជាអ្វីដែលនាយភាពនិយាយពិតមែនត្រីនោះគឺបានដាច់ពាក់កណ្ដាលហាក់ដូចជាមានអ្វីមកស៊ីអញ្ចឹងធ្វើឲ្យគេក៏រៀបភ្ញាក់ផ្អើលដែរព្រោះអីគេបានចាំច្បាស់ថាមុនពេលដែលចេញទៅហ្នឹងគឺត្រីនៅសល់មួយប៉ុន្តែនៅពេលនេះហេតុអ្វីបានជានៅសល់តែពាក់កណ្ដាលនៅពេលហ្នឹងនាយជុកក៏និយាយថាមើលទៅវាគ្មានអ្វីចំណែកនោះទេប្រហែលជាម្ដុំនេះវាមានឆ្កែមកស៊ីនឹងឯងបានជាវាបាត់ពាក់កណ្ដាលបែបហ្នឹងឬក៏ស្រមោលដែលយើងឃើញនោះគឺជាស្រមោលរបស់ឆ្កែពេលហ្នឹងនាយភាពក៏បាននិយាយទាំងហួចចិត្តថាបើតាមយើងគិតមើលវាដូចជាមិនសមថាជាឆ្កែនោះទេព្រោះអីសូម្បីតែដានជើងបន្តិចក៏អត់មានដែរតើឆ្កែចូលមកស៊ីដោយរបៀបណាទៅហើយមេឃភ្លៀងស្រីបែបនេះទៀតឆ្កែវិណាប់របស់អ្នកភូមិវាច្បាស់ជាមិនមកដល់ទីនេះនោះទេនិយាយទៅយើងមានអារម្មណ៍ថាដូចជាមិនសូវស្រួលទាល់តែសោះ
យើងមិនចង់និយាយអំពីរឿងនេះឡើយប៉ុន្តែបើមិននិយាយគឺវាមិនកើតយើងមានអារម្មណ៍មិនសូវស្រួលតាំងពីដំបូងមកម្លេះតាំងពីយើងឃើញឯងឈរថ្មឹងប៉ុន្តែដល់តែពេលហៅមិនព្រមឆ្លើយហើយសុកក៏ស្រាប់តែបាត់ឯងនៅក្នុងស្រែហើយមិនត្រឹមតែប៉ុណ្ណោះអំបញ្ញមិញនៅពេលដែលយើងទៅសាត្រីហ្នឹងយើងបានឮសំឡេងមនុស្សដើរផ្លោកពីក្រោយខ្នងរបស់យើងដំបូងឡើយយើងស្មានតែជាឯងប៉ុន្តែនៅពេលដែលយើងងាកមកស្រាប់តែអត់ឃើញអីទាំងអស់ក្រៅតែពីភាពទទេស្អាតតែប៉ុណ្ណោះយើងក៏រៀងមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដែរប៉ុន្តែគិតថាសំឡេងនោះអាចជាសំឡេងជើងរបស់ខ្លួនឯងលុះដល់តែពេលយើងបន្តដោះត្រីបន្តទៅទៀតនោះសំឡេងផ្លោកនោះក៏នៅតែឮដដែលឲ្យតែយើងដើរទៅគឺសំឡេងផ្លោកនោះឮពីក្រោយខ្នងយើងជានិច្ចប៉ុន្តែនៅពេលដែលយើងមើលទៅអត់មានឃើញអ្នកណានោះទេអញ្ចឹងហើយបានជាយើងចេះតែមានអារម្មណ៍ចម្លែកតាំងពីពេលនឹងមកប៉ុន្តែគ្រាន់តែយើងមិនចង់និយាយប្រាប់ឯងខ្លាចឯងថាយើងនឹងគិតច្រើនឬក៏យើងនឹងខ្លាចបានជានិយាយបែបនេះតលតែជួបជាមួយនឹងហេតុការណ៍អញ្ចឹងពេកទៅបានជាយើងនិយាយប្រាប់ឯងតែម្ដងទៅចំណែកនៅជោគវិញបន្ទាប់ពីស្ដាប់ហើយគេមានអារម្មណ៍ថាព្រឺសម្បល់ខ្ញាព្រោះអីមិនមែនតែនិភេទនោះទេសូម្បីតែគេក៏បានជួបជាមួយនឹងរឿងរ៉ាវចម្លែកដែរគ្រាន់តែគេមិនហ៊ាននិយាយព្រោះខ្លាចថានិភេទនោះចោទថាខ្លួនស្រវឹងព្រោះអីសំឡេងត្រីស៊ីសន្ទុយរបស់គេបោកក្ដួងក្ដៀងរហូតដល់ទៅ2ដងទៅហើយវាគួរណាតែមានស្នាមបោកខ្លាំងប៉ុន្តែនៅពេលដែលគេទៅដល់ត្រីជាមួយនឹងនិភេទអំបញ្ញមិញនោះអត់មានឃើញស្នាមសូម្បីតែមួយកន្លែងនិយាយទៅគឺធម្មតាទាំងអស់នេះគឺជារឿងចម្លែកមួយហើយនៅពេលដែលនិភេទទៅដល់ត្រីបាត់នោះគេថែមទាំងបានឃើញដូចជាមនុស្សនៅក្នុងរូងមួយនេះកំពុងតែអង្គុយធ្វើអ្វីមួយដំបូងឡើយខ្លួនស្មានថាជានិភេទប៉ុន្តែនៅពេលដែលកលេចមើលទៅកាន់និភេទទៅឃើញភ្លើងពិលរបស់គេភ្លឺផ្លុងនៅឯកន្លែងដែលគេដាក់បង្កាយឯនោះវិញលុះដល់ទៅពេលដែលងាកមើលមកកាន់រូងម្ដងទៀតក៏ស្រាប់តែបាត់នេះគឺជារឿងដែលចម្លែកដែលនិជុកនិយាយប្រាប់ទៅកាន់និភេទអញ្ចឹងពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមសំឡឹងមើលមុខគ្នាទៅវិញទៅមកព្រោះអីពួកគេដឹងថាច្បាស់ជាមានអ្វីមិនស្រួលកើតឡើងហើយប៉ុន្តែគ្រាន់តែពេលយំអញ្ចឹងមិនទាន់ហ៊ាននិយាយអ្វីចំតែប៉ុណ្ណោះចាំពេលប្រស័យឡើងចាំពួកគេនិយាយឲ្យច្បាស់តែម្ដងដូច្នេះពួកគេទាំងពីរនាក់ក៏បាននាំគ្នាប្រញាប់ឡើងទៅលើគ្រែដើម្បីសម្រាកព្រោះអីពេលនេះក៏វារៀងយប់ទៅហើយដែរហើយណាមួយរឿងរ៉ាវចំណែកចេះតែកើតឡើងចឹងទៀតជាងពួកគេមិនចង់នៅបន្តទៀតនោះទេប្រញាប់នាំគ្នាឡើងទៅដេកទៅដូច្នេះអ្នកទាំងពីរបានលាងដៃលាងជើងរួចហើយក៏បាននាំគ្នាឡើងទៅលើគ្រែដោយបាំងត្រឹមតែជញ្ជាំងមួយខាងតែប៉ុណ្ណោះបន្ទាប់ពីឡើងទៅដល់លើគ្រែហ្នឹងភ្លើងក៏នៅតែដុតចោលព្រោះអីកុំឲ្យវារងាណាមួយកុំឲ្យមូសខាំពេលដុតភ្លើងទៅផ្សែងវាចេះតែហុយមកអញ្ចឹងក៏ដេញមូសបានមួយចំណែកខ្លះដែរដោយសារតែមីត្រជាក់ផងនិងខ្យល់បក់មកល្វើយផងជាមួយនឹងសំឡេងទឹកភ្លៀងតេតក់ពីខាងក្រៅទៀតនោះដែលធ្វើឲ្យបរិយាកាសនេះវាប្រៀបដូចជាថ្នាំងងុយគេអញ្ចឹងមិនយូរប៉ុន្មានត្រឹមតែមួយប្រវិចភ្នែកតែប៉ុណ្ណោះពួកគេទាំងពីរនាក់ក៏បានគេងលងលក់បាត់ទៅដោយមិនដឹងថាតើភ្លើងរលត់តាំងពីស្មោះណានោះទេប៉ុន្តែពួកគេបានដាក់គោលអត់ធំដែរអញ្ចឹងយ៉ាងហោចណាស់ក៏វាអាចឆេះបានយូរគួរសមដែរលុះដល់ពេលវេលាម៉ោងពាក់កណ្ដាលយប់ម៉ោងប្រមាណជាង2កណ្ដាលអាធ្រាត្រនោះនិភេទគេបានភ្ញាក់ខ្លួនឡើងដោយសារតែមានមូសខាំនៅចុងជើងរបស់គេបន្ទាប់ពីគេភ្ញាក់ទះមូសហើយគេក៏បានដេកទៅវិញហើយនៅពេលដែលថ្មិចភ្នែកដើម្បីដេកទៅវិញនោះស្រាប់តែនិភេទគេបានឮសំឡេងនោះគឺដូចជាសំឡេងដែលមានមនុស្សកំពុងតែទទួលទានបាយអញ្ចឹងឮសូរមាត់ជប់ធ្វើឲ្យនិភេទនោះចាប់ផ្ដើមឆ្ងល់ដំបងឡើយស្មានថាជានិជុកអានេះយប់ស្មោះនឹងទៅហើយនៅតែក្រោកស៊ីអីទៀតប៉ុន្តែផ្ទុយទៅវិញនិជុកបែរជាកំពុងតែដេកស្រមុកខលក្បែរទៅជារបស់ខ្លួនទៅវិញដល់ទៅពេលអញ្ចឹងពួកឲ្យនិភេទចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនសូវស្រួលទៅតែសោះព្រោះតែសំឡេងជប់នោះក៏នៅតែឮដដែលប៉ុន្តែគេមិនទាន់ហ៊ានក្រោកមើលនោះទេដោយសារតែគេដេកជាប់ជញ្ជាំងអញ្ចឹងគឺបានបាំងជាមួយនឹងខ្លួនប្រាណឬក៏ក្បាលរបស់
នេះជោគចិត្តទៅហើយអញ្ចឹងគឺគេមើលអត់ឃើញនៅផ្នែកដែលគេដាក់ត្រីអាំងឬក៏ផ្នែកដែលមានភ្លើងនោះទេស្របពេលដែលភ្លើងដែលពួកគេបានដុតបំពួកតាំងពីយប់នោះក៏ត្រូវបានរលត់ផងដែរគឺនៅសល់តែផ្សែងហុយតិចៗតែប៉ុណ្្នឹងឯងអញ្ចឹងហើយបានជាមានមូសមកខំនីភាពនឹងសំឡេងស្រមុករបស់នាយជុកជាមួយនឹងសំឡេងដែលមានគេកំពុងតែទទួលទានអ្វីនៅចុងក្រែនោះធ្វើឲ្យនាយភាពនោះពិបាកនៅក្នុងការបែងចែកមិនដឹងថាតើសំឡេងនោះគឺជាសំឡេងអ្វីឲ្យប្រកបនោះទេជាមនុស្សឬក៏ជាសត្វចិត្តមួយកំពុងតែខ្លាចហើយចិត្តមួយទៀតនោះគិតថាសំឡេងនេះប្រហែលជាសំឡេងឆ្កែដែលមកស៊ីត្រីរបស់ពួកគេកាលពីក្បាលប្រលប់នឹងហើយមើលទៅគ្មានអ្វីក្រៅតែពីឆ្កែនោះទេមានមនុស្សឯណាដែលដើរមកស៊ីត្រីរបស់ពួកគេទាំងស្មល់នេះនៅក្នុងចិត្តរបស់និភាពនឹងគឺគេកើតបែបនឹងឯងដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ថាមិនសូវខ្លាចប៉ុន្តែចិត្តមួយទៀតគិតថាសំឡេងដែលកំពុងតែស៊ីនេះវាមិនដូចជាសំឡេងរបស់ឆ្កែតតែសោះវាដូចជាសំឡេងរបស់មនុស្សទៅវិញនោះទេព្រោះអីទំពាជក់មាត់ឬសូចប់អញ្ចឹងធ្វើឲ្យមាននិភាពចេះតែមានអារម្មណ៍មិនសូវស្រួលទោះបីជាគិតថាឆ្កែក៏ដោយប៉ុន្តែនៅក្នុងចិត្តគេដឹងច្បាស់ថានេះមិនមែនជាសំឡេងឆ្កែមកស៊ីត្រីរបស់ពួកគេឡើយដល់ទៅពេលអញ្ចឹងនិភាពពិតជាចង់ដឹងថាតើសំឡេងនោះគឺជាសំឡេងរបស់អ្នកណាឲ្យពិតប្រាកដចិត្តមួយចង់ឲ្យទៅមើលបន្តិចប៉ុន្តែខ្លាចថាងាកឲ្យទៅស្រាប់តែមិនមែនជាឆ្កែប៉ុន្តែផ្ទុយទៅវិញបែរជាសភាពវាអ្វីផ្សេងដែលមានភ្នែកក្រហមនិងស្បែកខ្មៅហើយនៅពេលដែលខ្លួនងើបមើលទៅគេបែរជាសម្លឹងមើលមកកាន់ខ្លួនធ្វើឲ្យនិភាពនោះមានអារម្មណ៍ខ្លាចយ៉ាងខ្លាំងអញ្ចឹងគេហាក់ដូចជាមិនចង់ងើបទៅមើលនោះទេប៉ុន្តែចិត្តមួយទៀតពិតជាចង់ដឹងថាតើនោះគឺជាអ្វីឲ្យពិតប្រាកដនៅពេលហ្នឹងនៅក្នុងចិត្តរបស់និភាពកំពុងតែស្រពេចស្រពិលមិនដឹងថាតើគួរសម្រេចចិត្តបែបណាបើសិនជាមិនងើបមើលដូចជាការបន្លាចខ្លួនឯងចឹងចុះបើសិនជាពិតជាឆ្កែពិតមែនប៉ុន្តែខ្លួនឯងបើជាគិតទៅជាអ្វីផ្សេងអញ្ចឹងខ្លួនឯងមិនខ្លាចទៅហើយទេប៉ុន្តែបើសិនជាងើបមើលទៅស្រាប់តែដូចជាអ្វីដែលគេបានគិតច្បាស់ជាលួចព្រលឹងស្លាប់ជាមិនខានអញ្ចឹងហើយបានជានិភាពគេហាក់ដូចជារាកគិតបណ្ដាភ័យបណ្ដាញាត់ដៃញយជើងបណ្ដាបែកញើសទាំងដែលអាកាសធាតុកំពុងតែត្រជាក់ខ្លាំងនៅពេលហ្នឹងនិភាពក៏នឹកឃើញថាអញ្ចឹងខ្លួនគួរតែដានាយជុកឲ្យភ្ញាក់ដឹងខ្លួនឡើងដែរដើម្បីគ្រាន់តែជាគ្នាបើសិនជាគេងើបមើលទៅមិនមែនជាមនុស្សវាក៏ធូរទ្រង់ដែរដែលមានគ្នាឬក៏មាននាយជុកដែលគេបានដឹងឮដែរកុំឲ្យគេដេកថ្មឹងដូចស្លាប់អញ្ចឹងគេខ្លាចតែម្នាក់ឯងបន្ទាប់ពីគិតបែបនេះហើយភាពបានយកដៃរបស់គេទៅកេះដាស់នាយជុកថ្នមព្រោះខ្លាចថាសកម្មភាពរបស់ខ្លួនអាចដឹងដល់ម្ចាស់សំឡេងដែលកំពុងតែស៊ីត្រីនោះគេនឹងរត់ទៅបាត់ឬក៏ផ្អើលទៅបាត់ធ្វើឲ្យគេនឹងនៅតែមិនដឹងថាតើជាអ្នកណាគេឲ្យពិតប្រាកដដដែលអញ្ចឹងហើយបានជាខំប្រឹងរក្សាភាពស្ងៀមស្ងាត់ដើម្បីកុំឲ្យគេដឹងប៉ុន្តែនៅពេលដែលភាពគេយកដៃរបស់គេទៅកេះដើម្បីដាស់ឲ្យជុកភ្ញាក់ដឹងខ្លួនឡើងនោះស្រាប់តែជុកវាមិនបានភ្ញាក់ធម្មតានោះទេផ្ទុយទៅវិញវាបែរជាភ្ញាក់ឡើងស៊ូថាហើយបើតែឯងបានជាមកកេះជើងទាំងជប់អញ្ចឹងគ្រាន់តែឮបែបនេះភ្លាមស្រាប់តែនៃភាពគេបានឮសំឡេងរត់សំឡេងជើងនោះរត់ចេញពីទីនេះទឹកតែម្ដងដូចជាសំឡេងជើងរបស់មនុស្សអញ្ចឹងវាអត់ដូចជាសំឡេងជើងរបស់សត្វឆ្កែនោះទេដោយសារតែសំឡេងជើងរបស់សត្វឆ្កែវាស្រាលប៉ុន្តែនេះសំឡេងជើងវាធ្ងន់ប្រៀបដូចជាសំឡេងជើងរបស់មនុស្សអញ្ចឹងរត់ទឹបរត់ទៅខាងក្រោយរូងនេះបាត់ចំណែកនេះជុកដែលទើបតែនឹងភ្ញាក់ដឹងខ្លួននឹងក៏បានឮសំឡេងជើងរត់រំបាញ់មិញដែរតែធ្វើឲ្យគេក៏ចង់រៀងស្រឡាំងកាំងចំណែកនេះភាពវិញបាននិយាយថាយើងដាស់ឯងគឺដោយសារតែយើងឮសំឡេងគេកំពុងតែអង្គុយស៊ីត្រីរបស់យើងមាត់ឮសូរតែជិបយើងមិនដឹងថាអ្នកណាគេនោះទេដល់តែពេលយើងដាស់ឯងទៅក៏ស្រាប់តែវាបានរត់បាញ់មិញនឹងឯងដូចជាឯងបានឮសំឡេងអញ្ចឹងនៅពេលដែលបានឮបែបនេះធ្វើឲ្យនាយជោគនោះគេចាប់ផ្ដើមបើកភ្នែកធំបេះដូងវិញលូតញាប់ទៅស្ទើរតែលូតចេញមកខាងក្រៅហើយគេបានសួរបញ្ជាក់ទៅកាយនិភាពថាតើស្អីគេរត់រំបាញ់មិញឯងមានដឹងអត់ប៉ុន្តែនិភាពប្រាប់ថាដោយសារតែយើងមិនដឹងនឹងហើយ
បានជាយើងដាក់ឯងឲ្យភ្ញាក់ដឹងខ្លួនឡើងប៉ុន្តែឯងបែរជាភ្ញាក់លោឡាធ្វើឲ្យវារត់ទៅបាត់យើងអត់ទាន់ប្រកាសថាជាអ្វីនោះទេនាយជោគក៏បានសួរថាសង្ស័យសត្វឆ្កែដឹងប៉ុន្តែនាយភាពនោះប្រាប់ថាបើតាមយើងស្ដាប់មើលមួយថ្ងៃហើយនឹងយើងគិតថាមិនមែនជាសត្វឆ្កែឡើយជើងរបស់វារត់ដូចជាមនុស្សអញ្ចឹងដូចជាឯងបានលឺអំបញ្ញមិញស្រាប់ហើយយើងសង្ស័យថាប្រហែលជាមាននរណាម្នាក់មកលួចត្រីរបស់យើងស៊ីដើម្បីចង់ដឹងច្បាស់កុំឲ្យសង្ស័យតាំងពីក្បាលព្រលប់រហូតមកដល់ពេលនេះអញ្ចឹងយើងឆាប់នាំគ្នាទៅមើលខាងក្រៅរួមមើលថាតើអ្នកណាគេដែលលាក់ខ្លួនពូននៅខាងក្រៅជញ្ជាំងនោះពេលនោះពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមស្រវាពិលរបស់ពួកគេដែលមានភ្ជាប់ជាមួយនឹងអាគុយរួចជាស្រេចហ្នឹងប្រញាប់បើកពិលទាំងពីរនាក់តែម្ដងហើយក៏បាននាំគ្នាស្ទុះចេញទៅខាងក្រៅដើម្បីមើលហើយគ្រាន់តែស្ទុះចេញទៅដល់ខាងក្រៅក្រៅជញ្ជាំងភ្លាមស្រាប់តែពិលរបស់ពួកគេទាំងពីរនាក់ហ្នឹងបែរជារលត់ភ្លឹបធ្វើពួកគេទាំងពីរនាក់មើលអត់ឃើញអីច្បាស់នោះទេបានត្រឹមតែឃើញស្រមោលស្ទង់ដែលកំពុងតែអង្គុយនៅខាងក្រៅជញ្ជាំងនឹងតែប៉ុណ្ណោះប៉ុន្តែបើមើលទៅតាមទម្រង់វិញគឺដូចជាមនុស្សមិនដូចជាសត្វនោះទេពេលនោះផងដែរពួកគេទាំងពីរនាក់ក៏បានប្រញាប់គោះពិលដែលនៅលើក្បាលរបស់ពួកគេនោះដើម្បីឲ្យវាភ្លឺប៉ុន្តែគួរយ៉ាងណាក៏មិនភ្លឺដែរបើថាពិលរបស់ភាពទៅក្រែងលោថាដោយសារតែវាអស់ភ្លើងអាគុយចំណែកពិលរបស់ជោគវិញបែរជារលត់ដែរទាំងដែលភ្លើងអាគុយរបស់វាឪរបស់ជោគនោះគឺទើបតែបញ្ចូលការពីព្រឹកមិញសោះហើយវាបានជាទៅជាអញ្ចឹងពួកគេក៏ខំប្រឹងបើកភ្លើងពិលមើលឲ្យច្បាស់ចង់ដឹងថាតើនោះគឺជាអ្នកណាគេនៅពេលដែលកំពុងតែអោនបើកភ្លើងពិលស្រាប់តែពួកគេមើលទៅកាន់រូបរាងដែលជាមនុស្សអង្គុយលាក់ខ្លួនអំបញ្ញមិញម្ដងទៀតអត់ឃើញនោះទេគឺមានតែភាពទទេសូនឈឹងតែប៉ុណ្ណោះឃើញចឹងធ្វើឲ្យពួកគេទាំងពីរនាក់ព្រឺសម្បុរខ្ញាក់អាចជោគស្រ័យថាអានេះមិនមែនមនុស្សទេពើយខ្មោចអំបញ្ញមិញយើងឃើញនៅកន្លែងហ្នឹងហើយគ្រាន់តែមកផ្លែតបាត់ទៅណាលឿនម្លេះអញ្ចឹងគឺខ្មោចហើយស្រែកអញ្ចឹងមិនដើរពួកគេទាំងពីរនាក់ក៏បាននាំគ្នាប្រញាប់រត់ចេញពីទីនេះបណ្ដើរជិះពេលដែលកំពុងតែរត់នោះពួកគេបានឮសំឡេងសោចហើយនៅពេលដែលងាកត្រឡប់មើលមកវិញស្រាប់តែឃើញសំឡេងសោចនោះគឺសោចចេញពីដំបូលខ្ទមនឹងតែម្ដងវាកំពុងតែអង្គុយនៅលើខ្ទមរបស់ពួកគេដែលធ្វើពួកគេទាំងពីរនាក់ភ័យផងស្រែកថាជួយផងខ្មោចលងអញ្ចឹងអ្នកទាំងពីរបាននាំគ្នាប្រញាប់រត់ចូលទៅក្នុងភូមិទាំងឆោឡោហើយបើតាមមើលទៅពេលនេះម៉ោងប្រហែលជា2យប់ទៅហើយចំណែកអ្នកភូមិបន្ទាប់ពីបានឮសំឡេងស្រែកអញ្ចឹងពួកគាត់ក៏បានប្រញាប់នាំគ្នាចេញមកខាងក្រៅក្រែងលោថានៅក្នុងភូមិគឺមានហេតុភេទអ្វីកើតឡើងជាពិសេសគឺចោរលួចចោរប្លន់នឹងឯងអញ្ចឹងហើយបានជាអ្នកភូមិនាំគ្នាងើបទាំងមមាំងកណ្ដាលយប់ដើម្បីមកមើលឲ្យដឹងថាតើមានរឿងអីកើតឡើងចំណែកពួកគេទាំងពីរនាក់គឺរត់ចូលទៅក្នុងភូមិបន្ទាប់ពីឃើញអ្នកភូមិចេញមកអញ្ចឹងពួកគេបានប្រាប់ថាខ្មោចលងពួកគេនៅឯរោងចាំស្រូវឯណោះដល់ទៅពេលលឿនចឹងធ្វើឲ្យនៅភូមិក៏មានការភ្ញាក់ផ្អើលដែរព្រោះឲ្យពួកគាត់អត់ដែលឮថាមានខ្មោចលងនោះទេទើបតែពួកគេពីរនាក់នឹងឯងដែលនិយាយបែបនេះបន្ទាប់ពីអ្នកភូមិជាច្រើនមកជុំគ្នាអញ្ចឹងអ្នកភូមិបានឲ្យពួកគេទាំងពីរនាក់ហ្នឹងជូនពួកគាត់ទៅមើលរូងដែលពួកគេថាខ្មោចលងបាញ់មិញអញ្ចឹងពួកគេទាំងពីរនាក់ក៏បានជូនពួកគាត់ទាំងស្ទាក់ស្ទើរព្រោះឲ្យពួកគេអត់ចង់ទៅកន្លែងនោះវិញនោះទេប៉ុន្តែដើម្បីបញ្ជាក់ឲ្យពួកគាត់បានដឹងច្បាស់អញ្ចឹងគឺមានតែជូនពួកគាត់ទៅម្ដងទៀតតែប៉ុណ្ណឹងឯងហើយពួកគេក៏បាននាំអ្នកភូមិប្រមាណជាង4ទៅ10នាក់ដើម្បីទៅកាន់រោងអំបញ្ញមិញប៉ុន្តែនៅពេលដែលដល់រោងអំបញ្ញមិញស្រាប់តែគ្រប់យ៉ាងបែរជាស្ងប់ស្ងាត់ធម្មតាដូចជាអត់មានរឿងអីកើតឡើងនោះទេនិយាយទៅគឺមានតែរោងទទេតែប៉ុណ្ណោះដល់ទៅពេលអញ្ចឹងពួកគេក៏បានខំប្រឹងនិយាយបញ្ជាក់ថាពួកគេគឺពិតជាបានខ្មោចលងនៅទីនេះពិតមែនពួកគេអត់កុហកនោះទេស្របពេលដែលឃើញទឹកមុខស្លេកស្លាំងជាមួយនឹងសក់បាសជ្រុងបែបនេះទៀតអ្នកភូមិពិតជាជឿថាពួកគេត្រូវបានខ្មោចលងយ៉ាងប្រកបមែនប៉ុន្តែខ្មោចនៅពេលដែលវាលងហើយយើងត្រឡប់ទៅវិញច្បាស់ជាមិនឃើញនោះទេស្របពេលដែលអ្នកភូមិជាច្រើនទៅតាមបែបនេះទៀតគឺ 100% ដឹងតែអត់ឃើញហើយអ
អញ្ចឹងអ្នកភូមិក៏បាននាំគ្នាត្រឡប់មកវិញហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយឪពុកម្ដាយនោះក៏ហ៊ានរឿងតក់ស្លុតដែរនៅពេលដែលដឹងថាកូនរបស់ខ្លួនទាំងពីរនាក់ត្រូវបានខ្មោចលងបែបនេះលុះដល់ពេលវេលាព្រឹកឡើងដោយសារតែឃើញថាពួកគេធ្លាក់ខ្លួនក្តៅខ្លួនខ្លាំងអញ្ចឹងឪពុកម្ដាយរបស់ពួកគេក៏បានប្រញាប់នាំទៅរកព្រះសង្ឃដើម្បីឲ្យជួយស្រោចទឹកឲ្យអាការៈនៃការក្តៅខ្លួននេះគឺកើតឡើងដោយសារតែខ្មោចលងអញ្ចឹងបើសិនជាទៅរកគ្រូពេទ្យឲ្យជួយក៏ប្រហែលជាមិនអាចព្យាបាលបានដែរគឺមានតែទៅរកព្រះសង្ឃដែលចេះនៅមុនវិជ្ជាការបល័យអីតែប៉ុណ្ណោះទើបអាចជួយរឿងនេះបានលុះដល់ព្រឹកឡើងឪពុកម្ដាយរបស់ពួកគេបាននាំពួកគេទៅកាន់វត្តភ្លាមដើម្បីឲ្យលោកតានោះស្រោចទឹកឲ្យហើយនៅពេលដែលទៅដល់វត្តក៏បានរៀបរាប់ប្រាប់លោកតាតាមដំណើររឿងទាំងអស់ដូច្នេះលោកតាក៏បានធ្វើការស្រោចទឹកឲ្យពួកគេទាំងពីរនាក់ដែលធ្វើឲ្យអាការៈក្តៅខ្លួននិងភ័យខ្លាចរបស់ពួកគេនឹងក៏ត្រូវបានថយចុះម្ដងបន្តិចប៉ុន្តែលោកតាមានសង្ឃដីកាថាត្រូវតែឲ្យពួកគេពាក់ខ្សែអំបោះដែលលោកបានចងនៅដៃរបស់ពួកគេទាំងពីរនាក់រហូតដល់រយៈពេល7ថ្ងៃទើបអាចដោះបានមុនក្នុងអំឡុងពេល7ថ្ងៃនេះគឺមិនអាចដោះបានជាដាច់ខាតអាចនឹងធ្វើឲ្យពួកគេឃើញឬក៏ជួបហេតុការណ៍ប្លែកម្ដងទៀតហើយលើកនេះអាចនឹងធ្ងន់ធ្ងរជាងមុនអញ្ចឹងគឺមិនត្រូវដោះនៅខ្សែអំបោះក្រហមដែលគាត់បានចងនៅលើដៃរបស់ពួកគេនោះទេបន្ទាប់ពីលោកតាស្រោចទឹកទៅពួកគេមានអារម្មណ៍ធូរស្រាលជាងមុនហើយក៏រៀងហាក់ដូចជាលែងសូវភ័យខ្លាចដូចមុនទៀតដូច្នេះឪពុកម្ដាយរបស់ពួកគេទាំងពីរនាក់ក៏បាននាំពួកគេត្រឡប់មកផ្ទះវិញហើយបានធ្វើពិធីបុណ្យអីលើករាសីលើកអីឲ្យពួកគេចឹងទៅដោយសារតែរឿងរ៉ាវកាលពីយប់នោះវាធ្វើឲ្យពួកគេទាំងពីរនាក់ដកដាមជាប់អារម្មណ៍ភ័យខ្លាចមិនដឹងនោះទេទោះបីជាពួកគេទាំងពីរនាក់មិនមានអាការៈដូចជាមនុស្សឆ្កួតប៉ុន្តែពួកគេមានអារម្មណ៍ខ្លាចមិនដូចកាលពីដែលពួកគេមិនទាន់បានខ្មោចលងឡើយនេះគឺជាបទពិសោធន៍របស់លោកពូភៀបដែលគាត់បានជួបនៅពេលដែលគាត់មានអាយុវ័យជំទង់ហើយគាត់ក៏បានចែករំលែកសាច់រឿងមួយនេះដោយគាត់បានអះអាងថាវាគឺជាសាច់រឿងពិតដែលកើតឡើងចំពោះគាត់ដោយផ្ទាល់ហើយរហូតមកដល់ពេលនេះអាជោគមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏នៅតែចងចាំនៅរឿងហ្នឹងដដែលហើយនៅពេលដែលពួកគាត់ជួបគ្នាម្ដងពួកគាត់ក៏បាននិយាយរំលឹកអំពីហេតុការណ៍មួយនេះដែលធ្វើឲ្យពួកគាត់ហ្នឹងចងចាំពេញមួយជីវិតមិនភ្លេចនោះទេនិយាយបណ្ដើសើចបណ្ដើខ្លាចបណ្ដើប៉ុន្តែរហូតដល់ពេលនេះគាត់ហាក់ដូចជាលែងសូវខ្លាចខ្មោចទៀតហើយដោយសារតែគាត់ក៏មានវ័យចំណាស់មានប្រពន្ធមានកូនអញ្ចឹងមិនខ្លាចដោយការពីក្មេងទៀតនោះទេហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងអេដមីនក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់